មនុស្សគ្មានភាពស្មោះត្រង់គឺគ្មានសំណាងមនុស្សខ្ជិលច្រអូសគឺគ្មានឱកាសនៅក្នុងរឿងសាមកុកមានទស្សនៈមួយរបស់ស៊ឺម៉ាអ៊ីគាត់និយាយថាមនុស្សធ្វើការច្រើនសម្រាប់តិចរស់មិនបានយូរទេមានន័យថាមនុស្សដែលធ្វើការមិនគិតពីសុខភាពរស់មិនបានយូរទេហើយក៏មានគ្នាយើងយកទស្សនៈមួយហ្នឹងយកមកកេងបន្លំភាពខ្ជិលច្រអូសរបស់ខ្លួនដូចគ្នាមិនហ៊ានធ្វើការច្រើនទេខ្លាចហត់នឿយមិនហ៊ានធ្វើការឲ្យអស់ពីសមត្ថភាពទេខ្លាចរស់មិនបានយូរធ្វើការលំលេងចុងដៃចុងជើងខ្លាចហត់ខ្លាចនឿយខ្លាចលំបាកទស្សនៈមួយនេះគឺចង់សង្កត់ធ្ងន់ទៅលើមនុស្សដែលមិនគិតពីសុខភាពគឺរស់មិនបានយូរឡើយហើយមិនមែនមានតែថាមនុស្សខ្ជិលច្រអូសនឹងអាយុវែងនោះទេគ្រូខ្ញុំក៏ផ្ដាំថាមនុស្សមិនស្មោះត្រង់